ចេះឯងឲ្យក្រែងចេះគេនៅក្នុងភូមិមួយមានសត្វពីរនាក់គឺកង្កែបនិងត្រីអណ្ដែងពួកវាជាមិត្តភក្តិនឹងគ្នាដែលរស់នៅជិតស្ទឹងហើយចូលចិត្តជែកគ្នាលេងជារៀងរាល់ថ្ងៃកង្កែបជាសត្វដែលចេះរាំបានច្រើនហើយបានស្អាតទៀតផងវាអាចរាំលើបឹងបានស្អាតណាស់មនុស្សជុំវិញភូមិទាំងអស់និយាយថាកង្កែបរាំស្ទើរតែដូចជាសិល្បករទៅហើយផ្ទុយទៅវិញត្រីអណ្ដែងមានសមត្ថភាពខ្ពស់ក្នុងការច្រៀងសូរសំឡេងត្រីអណ្ដែងបែបបុរាណវាច្រៀងពីរោះខ្លាំងណាស់ពេលវាច្រៀងនៅពេលព្រឹកថ្ងៃមួយកង្កែបទៅជួបត្រីអណ្ដែងហើយនិយាយថាហេត្រីអណ្ដែងចេះតែច្រៀងតើអ្នកចេះរាំដូចខ្ញុំទេត្រីអណ្ដែងញឹមហើយឆ្លើយថាខ្ញុំចេះច្រៀងប៉ុន្តែខ្ញុំក៏ដឹងថាបងរាំបានល្អខ្លាំងណាស់ខ្ញុំគោរពចំណេះដឹងបងកង្កែបអង្គុយស្ងៀមមួយភ្លែតវាអៀនខ្មាស់នឹងពាក្យថ្លែងដ៏ស្មោះសុចរិតរបស់ត្រីអណ្ដែងពេលនោះវាឆ្លើយថាសូមអភ័យខ្ញុំបានសើចចំអកប្រមាថបងតើបងអាចសាកច្រៀងបន្តិចបានទេត្រីអណ្ដែងញឹមយ៉ាងយកចិត្តទុកដាក់ហើយនិយាយថាបានតែបងក៏ត្រូវបង្រៀនខ្ញុំរាំផងដែរពីថ្ងៃនោះទៅមិត្តភក្តិទាំងពីរបានសិក្សាពីគ្នាទៅវិញទៅមកកង្កែបចេះច្រៀងខណៈត្រីអណ្ដែងក៏ចេះរាំពួកគេទាំងពីរនាក់បានក្លាយជាគូដ៏ល្អឥតខ្ចោះក្នុងការលេងសិល្បៈអត្ថន័យនៃរឿងចេះឯងឲ្យក្រែងចេះគេមានន័យថាយើងគួរតែទទួលស្គាល់និងគោរពចំណេះដឹងរបស់អ្នកដទៃដូចដែលយើងក៏មានទេពកោសល្យផ្ទាល់ខ្លួនមនុស្សទាំងអស់មានលក្ខណៈពិសេសរៀងខ្លួនបើយើងទាំងអស់គ្នានៅជាដៃគូសិក្សាពីគ្នាទៅវិញទៅមកនោះទាំងអស់គ្នានឹងរីកចម្រើន